និយាយឲ្យស្មោះគឺដូចថាសบายចិត្តត្រង់ថានេះជាលើកទី1នៅក្នុងប្រវត្តិសាស្ត្របងប្អូនដែលរដ្ឋាភិបាលកម្ពុជាព្រមទទួលយកតាមការលើកឡើងឬក៏រកឃើញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបងប្អូនព្រោះយើងដឹងហើយគឺកម្ពុជាស្ទាក់ស្ទើរខ្លាំងណាស់នៅក្នុងការទទួលស្គាល់ការពិតអីមួយនោះហើយមិនមែនជាទម្លាប់របស់កម្ពុជាក្នុងរយៈពេល40ឆ្នាំហើយ30ឆ្នាំជាងហើយក្រោមការដឹកនាំរបស់លោកហ៊ុនសែនបើទោះបីជាយើងដឹងថាពេលនេះលោកហ៊ុនសែននៅតែជានាយករដ្ឋមន្ត្រីកម្ពុជាហើយលោកហ៊ុនម៉ាណែតជាអាយ៉ងរបស់គាត់ក៏ដោយក៏ប៉ុន្តែឃើញរបបថ្មីមួយនេះដែលគួរឲ្យកោតសរសើរជារួមខ្ញុំចូលចិត្តនិយាយត្រង់ទៅត្រង់មកដែរនៅពេលដែលរដ្ឋាភិបាលធ្វើត្រូវខ្ញុំកោតសរសើរហើយចង់ឲ្យធ្វើអញ្ចឹងឲ្យបានច្រើនទៀតព្រោះដូចខ្ញុំបានជម្រាបឲ្យថាខ្ញុំអត់ខ្វល់ថារដ្ឋាភិបាលនេះកាន់ដោយត្រកូលហ៊ុនត្រកូលសុកត្រកូលកម្មត្រកូលទាឬត្រកូលសំឬត្រកូលថាច់ត្រកូលចៅត្រកូលអីទេកាន់អីក៏បានដែរកូលរងកូលអីហ្នឹងកាន់ទៅអត់បញ្ហាទេសំខាន់គឺឲ្យប្រទេសនេះមាននីតិរដ្ឋត្រឹមត្រូវប្រជាពលរដ្ឋទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវទៅតាមអ្វីដែលជាស្មារតីរបស់រដ្ឋធម្មនុញ្ញមានការផ្សះផ្សាជាតិមនុស្សកំពីលពីលាបាតផ្សារប៉ោឡែពេញប្រទេសហើយអត់មានការយកទោសទណ្ឌអីដូចនេះដូចរងថ្ងៃកុំងើបមួយវាយមួយឲ្យខ្មែរនឹងមានការផ្សះផ្សាគ្នាឲ្យសន្តិភាពនឹងគឺជាសន្តិភាពពិតប្រាកដក៏មានតែនៅក្នុងកណ្ដាស់និងបបោមាត់ហើយឲ្យប្រជាពលរដ្ឋនឹងគឺមានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិចូលរួមក្នុងជីវភាពនយោបាយបកណាដែលគេចង់ចូលប្រកួតក៏ប្រកួតទៅតាមការចង់បានរបស់ខ្លួនហើយប្រជាពលរដ្ឋអាចរើសតំណាងរបស់ខ្លួនទៅតាមការពេញចិត្តមិនមែនជាការរំលាយបង្ខំគេឲ្យទៅបោះឆ្នោតលក្ខនឹងលក្ខឲ្យមានអង្គការសង្គមស៊ីវិលឯករាជ្យឲ្យមានស្ថាប័នតុលាការឯករាជ្យឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឲ្យសហជីពរកលុយដោះស្រាយបញ្ហាជីវភាពកម្មករនឹងឲ្យបានតាមការចង់បានរបស់កម្មករមិនមែនការចង់បានរបស់តកែឲ្យប្រជាពលរដ្ឋរាសសាមញ្ញដូចជាអ្នកស្រែចម្ការលក់ដូរគ្នាអាចមានស្រូវស្រែផលិតមកកុំស្រូវ1គីឡូ600ឲ្យថ្លៃរដ្ឋមានលុយទិញស្រូវទិញអីស្តុកដើម្បីទប់ទីផ្សារដើម្បីឲ្យផលិតផលខ្មែរនឹងរីកចម្រើនលើកតម្កើងផលិតផលខ្មែរក្នុងន័យសុចរិតមិនមែនតតែឆ្លោះគ្នាជាមួយបរទេសជិតខាងបានយើងចាប់ផ្ដើមមកពហិការផលិតផលថៃឲ្យមកទើបតែតម្លើងឬក៏ស្រឡាញ់ផលិតផលជាតិយើងនិយាយទៅរឿង100មុខទៀតនៅពេលអ្នកណាក៏ដោយតកូលណាក៏ដោយធ្វើបានគឺមូលនរេតសាតគ្រប់ពេលអត់មានតោមនិញព្រោះខ្ញុំមិនមែនជាអ្នកនយោបាយទេហើយខ្ញុំអត់ធ្វើព័ត៌មានដើម្បីខ្ញុំនឹងទៅក្រងតំណែងនយោបាយណាមួយអត់ទេអត់ដើម្បីបាយ3ពេលមកស្រែកកោកឲ្យ10ពេលហើយឲ្យគេជេរម្រាយគ្រប់គ្នាចឹងឯងគាត់ថាអ្នកដែលជេរម្រាយខ្ញុំនឹងប្រយ័ត្នអស់លោកចុះនរកពួកអីពេលខ្លះគឺលោកអ្នកនាងកញ្ញាទាំងអស់ហ្នឹងទេដែលរឿងបាយ3ពេលចេះតែមកជេរប្រសាចទៅណាសូម្បីតែរឿងត្រឹមត្រូវរឿងអីក៏មិនចេះមកមើលឲ្យត្រឹមត្រូវយូរទៅការតស៊ូមតិដើម្បីឲ្យតែប្រជាពលរដ្ឋ18លានអ្នកបានបាយហូបមករករឿងមួងណារ៉េតគ្រប់ពេលរឿងនេះគឺជាយើងដើរតួជាមាប្រយ័ត្នចង្អាយខ្ញុំគ្រាន់តែផ្ដាំទេព្រោះយើងកាន់សាសនាពុទ្ធឲ្យជឿអំពើបុណ្យបាបណាអំពើបុណ្យបាបនេះគឺមានពិតមែនអញហើយព្រោះអ្នកសាងគេហៅសាងបាបបានបាបសាងបុណ្យពីបុណ្យបានបុណ្យសាងបាបពីមុនបាបវិលនឹងសងស្អប់គេស្អប់មិនចាប់សំណងប្រសិនស្នេហ៍ស្នងគេស្នេហ៍សងវិញដូច្នេះយើងជឿបុណ្យជឿបាបខ្លះទៅក៏បានដែរហើយខ្ញុំនៅតែជឿជាក់លើអំពើល្អអំពើបុណ្យដែលមិនសាបសូន្យទេខ្ញុំជឿលើអំពើល្អជឿលើអំពើបុណ្យជឿលើសច្ចៈជឿលើយុត្តិធម៌ជឿលើយុត្តិធម៌ហើយខ្ញុំជឿថាអំពើទាំងអស់នេះមិនសាបសូន្យទេហើយជឿលើសិលធម៌និងគុណធម៌ទៅទៀតដូច្នេះអស់លោកអ្នកនាងកញ្ញាណាដែលបាតផ្សារដែលដែលថាអសរោះដែលជាបតិចផ្ដាសាហ្នឹងគឺខ្ញុំជឿថាទទួលរងបាបកម្មច្រើនជាងបុណ្យសូម្បីតែអ្នកដែលគ្រប់គ្រងខ្លួននៅក្នុងគណៈបករបស់ខ្លួនហ្នឹងក៏ឃើញដូចជាពេលខ្លះនឹងរិះគន់នៅក្នុងភាពបាបផ្សាររបស់អស់លោកអ្នកនាងកញ្ញានោះដែរឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំសប្បាយចិត្តនេះខ្ញុំម្ដងទៀតសរសើររដ្ឋាភិបាលកម្ពុជាដែលប្រើពេលយូរដែរបងប្អូនមើលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះមានសន្និសីទសារព័ត៌មានអីហើយមានចំណុចជាង10ចំណុចដែលលោក Thomas Andrews បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងអត្ថបទសេចក្តីរាយការណ៍យ៉ាងលម្អិត13ទំព័រជាភាសាខ្មែរ9ទំព័រជាភាសាអង់គ្លេសបើភាសាខ្មែរហ្នឹងសរសេរ font តូចទៅទៀតបើសរសេរធំអាចដល់ទៅ15ទំព័រទៅ20ទំព័រឯណោះ
ហើយនេះគឺជាការរកឃើញមួយដ៏សក្រិតដែលឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៅក្នុងសង្គមដែលគាត់បានចុះទៅជួបមនុស្សគ្រប់និន្នាការនយោបាយទាំងបកប្រឆាំងទាំងអង្គការសង្គមស៊ីវិលទាំងអ្នកក្រងគ្រោះទាំងប្រជាពលរដ្ឋជនភៀសសឹកទាំងមន្ត្រីរាជការទាំងរដ្ឋាភិបាលប្រធានព្រឹទ្ធសភាលោកហ៊ុនម៉ាណែតតំណាងឲ្យក្រសួងការបរទេសលក្ខនឹងលក្ខគឺគាត់បានជួបគ្រប់ជ្រុងជ្រោយហើយរបាយការណ៍គាត់សរសេរមកគឺគ្រប់ជ្រុងជ្រោយដែរក៏ប៉ុន្តែត្រូវការពេលប្រមាណមើលរដ្ឋាភិបាលកម្ពុជាពីថ្ងៃ31មកឥឡូវថ្ងៃនេះថ្ងៃ7 31ថ្ងៃ7 8ថ្ងៃគត់ដែលរដ្ឋាភិបាលទៅតែចេញសេចក្តីថ្លែងការណ៍ថ្ងៃនេះតាមរយៈក្រសួងការបរទេសហើយយឺតបន្តិចក៏មិនអីដែរវាមិនជាបញ្ហាអីទេឲ្យតែហ៊ានទទួលស្គាល់ការពិតខ្ញុំចាត់ទុកថារដ្ឋាភិបាលមានភាពក្លាហានគ្រប់គ្រាន់នៅពេលនេះដែលពីមុនមកអត់ដែរសោះអ្នករាយការណ៍ពិសេសពីមុនមកគឺរបាយការណ៍ចេញមិនបាន1ម៉ោងទេគឺរដ្ឋាភិបាលអ្នកនាំពាក្យចេញមកទាត់ចោលទាំងអស់ហ្មងហើយអត់មានខុសគ្នាទេណាបងប្អូនកុំគិតថាលោក Thomas Andrews ចោះមកយកព័ត៌មានលើកនេះខុសពីលោក Yasgai ខុសពីលោក Surya Subidi ខុសពីអ្នកស្រី Rona Smith ខុសពីលោក Vitit Mantaphan អត់មានខុសអីទេព្រោះអាណត្តិរបស់គាត់គឺធ្វើដូចគ្នាចុះទៅនិយាយពីសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជាទៅជួបមន្ត្រីអង្គការសង្គមស៊ីវិលគ្រប់គ្នាហើយជាអាណត្តិដែលតែងតាំងដោយអង្គការសហជីវជាតិក៏ប៉ុន្តែអ្នករាយការណ៍ពិសេសមុនទាំងអស់ចេញសេចក្តីរបាយការណ៍ណាក៏ដោយជួបមន្ត្រីរាជការរដ្ឋាភិបាលបើកទ្វារឲ្យគេជួបដោយតែលោក Thomas Andrews អីក៏ដោយក៏រដ្ឋាភិបាលទាត់ចោលគ្រប់របាយការណ៍ទាំងអស់នោះថាលំអៀងថាគ្រប់គ្រងបកប្រឆាំងនិយាយតែមួយជ្រុងលក្ខនឹងលក្ខក៏ប៉ុន្តែម្ដងនេះលោក Thomas Andrews ធ្វើដូចគ្នាទាំងអស់អត់មានខុសកន្លែងណាមួយទេខុសតែរឿងមួយទេគឺដោយសារតែព្រឹត្តិការណ៍លើកនេះមានចំនួនព្រំដែនខ្មែរថៃហើយមានជនភៀសសឹកខ្មែរនៅសល់2281នាក់ទៀតអត់ទាន់បានវិលទៅលំនៅឋានវិញទាំងនៅបឹងតគួននៅភូមិព្រៃច័ន្ទភូមិជោគជ័យចំណុចនេះឯងដែលធ្វើឲ្យរបាយការណ៍របស់លោក Thomas Andrews មានកម្លាំងមានឥទ្ធិពលហើយធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទាល់ច្រកដែរខ្ញុំសរសើរនៅក្នុងន័យថាហ៊ានទទួលស្គាល់ការពិតក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាទាល់ច្រកមួយគឺត្រង់ថាលោក Thomas Andrews សរសេរអំពីតថភាពជាក់ស្ដែងនៃជនភៀសសឹកនៅឯព្រំដែនថៃដែលមានការដាក់បន្ទុកថៃច្រើនជាងកម្ពុជាព្រោះអីជនភៀសសឹកនេះអត់បានវិលទៅលំនៅឋានខ្លួនវិញគឺជាការរំលោភសិទ្ធិមនុស្សទាំងសិទ្ធិកម្ពុជាទាំងសិទ្ធិមនុស្សអន្តរជាតិដែលមើលទៅគឺអ្នកដែលមិនអោយខ្មែរវិលទៅលំនៅឋានវិញគឺជាភាគីថៃទេមិនមែនជាភាគីកម្ពុជាឯណាព្រោះកម្ពុជាចង់ឲ្យជនភៀសសឹកហ្នឹងទៅវិញទៅតាមបទជបាញ់ប៉ុន្តែភាគីថៃដោយសារតែកម្ពុជាយល់ព្រមអ្នកណានៅហ្នឹងហើយយកលេសហេតុផលនៃការព្រមគ្នាព្រៀងនៅណានៅហ្នឹងគឺបិទព្រំដែនកន្លែងចំណុចអ្នកណានៅណានៅហ្នឹងគឺឲ្យប្រជាពលរដ្ឋជនភៀសសឹកហ្នឹងវិលទៅលំនៅឋានវិញនៅក្នុងនេះឯងដែលលោក Thomas Andrews លើកចំណុចហ្នឹងវាពេញបេះដូងខ្មែរពេញបេះដូងប្រជាពលរដ្ឋទូទៅទាំង18លាននាក់ពេញបេះដូងរដ្ឋាភិបាលកម្ពុជាដែលគ្នារងកម្មយូរហើយនិយាយទៅពិភពលោកអត់ណាស្ដាប់ទេដោយសារអីទី1គឺរដ្ឋាភិបាលកម្ពុជាអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លួនឯងអត់មានអ្នកណាស្ដាប់ទី2អង្គការសង្គមស៊ីវិលគាត់បិទមាត់គេអស់ហើយទី3អ្នកកសែតចាប់ដាក់គុកច្រើនគ្នាហើយរឿងនិយាយព្រំដែនទី4គឺរដ្ឋាភិបាលនិយាយភូតកុហកអង្គការសហជីវជាតិរាល់តែដងដូច្នេះគេពិបាកស្ដាប់នៅថាគាត់និយាយទៅប្រាប់អ្នកសារព័ត៌មានដូចលោកហ៊ុនម៉ាណែតទៅនិយាយជាមួយ The Bloomberg ឬក៏ Fox News គ្មានអ្នកណាគេស្ដាប់ទេព្រោះអីសម្ដីរបស់មន្ត្រីរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីយើងនិយាយការពារយកតែត្រូវខ្លួនឯងជាការពិតគាត់ត្រូវការពារនឹងវាត្រូវហើយប៉ុន្តែអ្នកណាគេស្ដាប់ព្រោះអីយើងនិយាយការពារជំហររដ្ឋាភិបាលតែមិនឆ្លុះបញ្ចាំងអំពីមួយខាងទៀតរបស់ភាគីថៃដូច្នេះគេអត់ស្ដាប់គាត់ទេក៏ប៉ុន្តែដល់ពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអាណត្តិគាត់គឺរកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដើម្បីរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយក្នុងអាណត្តិគាត់ត្រូវតែធ្វើដូច្នេះតួនាទីគាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិក្របខ័ណ្ឌអង្គការសហប្រជាជាតិដើម្បីធ្វើការឲ្យប្រទេសកម្ពុជាបែបនេះទម្ងន់គឺវាខ្លាំងតាមពិតទម្ងន់នេះវាខ្លាំងដូចភ្នំព្រះសុមេតធ្ងន់សង្កត់តាំងពីយូរអើយមកម៉េះតែកម្ពុជាអត់ដែលទទួលស្គាល់របាយការណ៍ទេគេទេហេតុអីបានជាកម្ពុជាទទួលស្គាល់របាយការណ៍របស់លោក Thomas Andrews នៅពេលនេះហេតុអីខ្ញុំនឹងវិភាគឲ្យបងប្អូនសង្កេតឲ្យបងប្អូនស្ដាប់ម្ដងទៀតខ្ញុំថានេះគឺជាជំហរដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជាគួរឲ្យសរសើរហើយគួរឲ្យធ្វើតទៅទៀតហើយខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាអ្នកដែលជាអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាសូមយកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចុះថ្ងៃទី7បងប្អូនត្រូវព្រិនវាទុកម្នាក់មួយច្បាប់ជាពិសេសអ្នកតស៊ូមតិក្រមប្រឆាំងនឹងតែម្ដង
ដែលជំទាស់នឹងរដ្ឋាភិបាលបោះពុំឯកសារនេះយកទៅទុកនៅក្នុងដូសៀឲ្យស្អាតហើយចាំថ្ងៃផងគឺថ្ងៃទី7ខែសីហាឆ្នាំ2026ហើយកុំភ្លេច print របាយការណ៍របស់លោក Thomas Andrew ថ្ងៃទី31ខែធ្នូសំទោសខែកក្កដាឆ្នាំ2026ហ្នឹងមកបាច់ទុកផងមាន13ទំព័រជាភាសាខ្មែរ9ទំព័រជាភាសាអង់គ្លេសហ្នឹងហើយនឹងវីដេអូគាត់ហ្នឹងគឺ save ទុកហេតុអីបានខ្ញុំឲ្យបងប្អូនទុកព្រោះនេះគឺជាដងដាវរបស់អ្នកប្រជាធិបតេយ្យអត់មានទៅធ្វើអីយកទៅចាក់គេទេអត់ទេដងដាវនេះខ្ញុំចង់និយាយថាយើងត្រូវតែឲ្យមនុស្សទាំងអស់នេះទទួលខុសត្រូវចំពោះការសន្យារបស់ខ្លួនលោក Thomas Andrew ក៏ឲ្យគាត់ទទួលខុសត្រូវចំពោះចំណុចទាំង10ជាងចំណុចដែលគាត់បានរកឃើញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានិង scam online និងបញ្ហាព្រំដែនរឿងថៃឈ្លានពានកម្ពុជានឹងដែរទី2គឺឲ្យយកសម្ដីរបស់ក្រសួងការបរទេសកម្ពុជាហ្នឹងនិងការសន្យារបស់គាត់ថាដោះស្រាយគ្រប់ចំណុចហ្នឹងយកមកផ្ទៀងផ្ទាត់ឲ្យចាំប្រាប់គាត់ថាហេតុអីបានជាទទួលស្គាល់ចំណុចគ្រប់របស់លោក Thomas Andrews ក៏ប៉ុន្តែមិនអនុវត្តតាមអញ្ចឹងប្រជាពលរដ្ឋមានសិទ្ធិតវ៉ាបាតកម្មទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវហើយឲ្យបកអាក្រាតបរិហារដ្ឋាភិបាលមិនមែនបរិហាគេទេបរិហាបានន័យថានិយាយតាក់ទងនឹងចំណុចដែលរដ្ឋាភិបាលសន្យាតែកុហកឬក៏មិនធ្វើអានេះឲ្យតែខ្ញុំនិយាយថាការតស៊ូប្រជាធិបតេយ្យឲ្យរួចផុតពីអ្វីដែលលោកហ៊ុនសែនយកលេសថាងើបមួយវាយមួយកុំបាច់ទៅតវ៉ាបាតកម្មដោយហិង្សាអីមិនបាច់ទេយកតែប៉ុណ្ណេះយកមកធ្វើគឺរដ្ឋាភិបាលកម្ពុជាចង់មិនចង់គឺអត់មានអីមកអួតទេគឺត្រូវតែអនុវត្តតាមឲ្យបងប្អូនធ្វើត្រឹមត្រូវទេឥឡូវខ្ញុំអានខ្លឹមសាររបស់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសឲ្យបងប្អូនជ្រាបឲ្យខ្ញុំនឹងវិភាគចំណុចមួយៗឲ្យបងប្អូនស្ដាប់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចុះថ្ងៃទី7ខែសីហាឆ្នាំ2026ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជារបស់លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមជម្រាបជូនដូចខាងក្រោមទី1កម្ពុជាកត់សម្គាល់អំពីសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មកត់សម្គាល់បានន័យថាគាត់ទទួលបានអានបានពិនិត្យពិច័យហើយរបស់លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាហើយក៏សូមស្វាគមន៍ចំពោះបេសកកម្មលើកដំបូងរបស់លោកដែលប្រព្រឹត្តទៅក្រោមអាណត្តិរបស់ការងារនេះបាទកម្ពុជាគេស្វាគមន៍តាពិតស្វាគមន៍រាល់តដងដែរទេអ្នកមុនកាន់តែអញ្ចឹងដែរគាត់ថាស្វាគមន៍ឲ្យចេញរបាយការណ៍ឲ្យទាត់ចោលបណ្ដោយតែម្ដងនេះអត់ទេស្វាគមន៍ឲ្យចេញរបាយការណ៍ឲ្យព្រមទទួលអនុលោមតាមកាតព្វកិច្ចនិងការបដិញ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនចំពោះសិទ្ធិមនុស្សកម្ពុជាគេនិយាយចឹងថាខ្លួនអនុលោមតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ដែលកម្ពុជាបានផ្ដល់សច្ចាប័នកម្ពុជាបានអនុញ្ញាតជូនអ្នករាយការណ៍ពិសេសអញ្ជើញចូលពិនិត្យដោយសេរីទៅកាន់ទីតាំងឃុំឃាំងជំរំភាសឹកនិងតំបន់ព្រំដែនព្រមទាំងបានសម្របសម្រួលឲ្យមានជំនួបជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាបង្កបរិយាកាសល្អក្នុងការប្រស័យតាក់ទងដោយឯករាជ្យរបស់លោកជាមួយអង្គការសង្គមស៊ីវិលបាទព្រមបើកទ្វារសម្របសម្រួលឲ្យចូលដោយសេរីអត់មានរារាំងហើយឲ្យស្រាវជ្រាវពិនិត្យឯកសារជួបអង្គការសង្គមស៊ីវិលដោយឯករាជ្យជួបសកម្មជនដោយអត់មានការបង្ខិតបង្ខំអីទៀតកិច្ចសហប្រតិបត្តិការនេះគឺបន្ទាប់នេះសំទោសកិច្ចសហការជាបន្តបន្ទាប់នេះកើតចេញពីទំនុកចិត្តរដ្ឋាភិបាលក៏ថាទុកចិត្តលោក Thomas Andrews របស់កម្ពុជាចំពោះយន្តការដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិនិងចំពោះវិជ្ជាជីវៈរបស់អ្នករាយការណ៍ពិសេសនៅក្នុងការពិនិត្យដោយឯករាជ្យដោយផ្អែកលើការពិតជាក់ស្ដែងភាសាកន្លែងថារដ្ឋាភិបាលជឿជាក់លើវិជ្ជាជីវៈរបស់អ្នករាយការណ៍ពិសេសដើម្បីពិនិត្យដោយឯករាជ្យនេះអត់សូវដែរលឺទេនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលកម្ពុជាទទួលស្គាល់វិជ្ជាជីវៈរបស់អ្នករាយការណ៍ពិសេសចុះលោកយ៉ាសហ្គៃលោកសុយាសុបឌីអ្នកស្រីរ៉ូណាស្មីតនិងលោកវតិតមន្តភ័ណ្ឌអីហ្នឹងគឺសុទ្ធតែជាមន្ត្រីឯករាជ្យរបស់អង្គការសហជាតិតែពីមុនមកអត់ដែលនិយាយពីរឿងថាអ្នកទាំងអស់នេះមានវិជ្ជាជីវៈឯករាជ្យទើបតែទទួលស្គាល់លោក Thomas Andrew មួយជាការចម្លែកដែរបងប្អូនក៏ប៉ុន្តែខ្ញុំសប្បាយតទៅទៀតចំពោះបញ្ហាជាក់ស្ដែងតាមស្ថានភាពព្រំដែននិយាយទៅកម្ពុជាយករឿងព្រំដែនមកនិយាយតាមមួយចំណុចគាត់10ចំណុចជាងអត់និយាយតែខ្ញុំនឹងបញ្យល់ថាអត់និយាយក៏ដោយក៏គាត់ព្រមទទួលដែរ
ចំពោះបញ្ហាជាក់ស្ដែងនៃស្ថានភាពព្រំដែនកម្ពុជាក៏សម្គាល់ឃើញថាតួលេខនៃពលរដ្ឋជនភៀសសឹកនិងពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញដែលរំលេចនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសគឺបង្ហាញថាជនស៊ីវិលមានប្រមាណជាង6សែននាក់បានភៀសសឹកនៅតាមតំបន់ព្រំដែននាចុងឆ្នាំហើយក្នុងនោះជាង20000នាក់កំពុងបន្តភៀសសឹកនៅឡើយគឺស្របគ្នានឹងតួលេខរបស់ស្របតាមតួលេខដែលចងក្រងឡើងដោយតាមរយៈនិយាយទៅគឺរបស់ក្រសួងរបស់មន្ទីររបស់រដ្ឋដែលគេបានរកឃើញដែរបាទឥឡូវនេះខ្ញុំslash ទៅព្រោះអីគាត់លើកឡើងពីបញ្ហាព្រំដែនថៃពីបញ្ហាទទួលស្គាល់ការពិតដែលរបាយការណ៍នឹងវាត្រឹមត្រូវឆ្លុះបញ្ចាំងការពិតពីរឿងឈ្លានពានឬចង់និយាយរឿងជនភៀសសឹករឿងការរំលោភសិទ្ធិជនភៀសសឹកនៅព្រំដែនឥឡូវនិយាយពីចំណុចដតីទៀតអត់មាននិយាយចំណុចណាមួយសោះនៅក្នុងរបាយការណ៍2 3ទំព័ររបស់នេះហ្នឹងក្រសួងការបរទេសនេះណាក៏ប៉ុន្តែគាត់និយាយរឿងចំណុចហ្នឹងសរុបហ្មងគាត់និយាយដូច្នេះឲ្យបងប្អូនត្រូវចាំកថាខណ្ឌចុងក្រោយគេពីកថាខណ្ឌចុងក្រោយគេនៃសេចក្តីថ្លែងការណ៍រួមហ្នឹងសេចក្តីថ្លែងការណ៍របស់គាត់ហ្នឹងគាត់និយាយចេះកម្ពុជានឹងបន្តចូលរួមជាមួយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងបន្តតាមពិតកម្ពុជាចូលរួមរាល់ដងទេជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹងគឺធ្លាប់យកអនុសាសន៍គេមកអនុវត្តដែលគាត់ថាអនុវត្តតែសិទ្ធិកុមារសិទ្ធិស្ត្រីសិទ្ធិរស់រានមានជីវិតសិទ្ធិអីហ្នឹងសិទ្ធិជនជាតិដើមភាគតិចសិទ្ធិអីហ្នឹងគាត់ធ្វើបានល្អប៉ុន្តែអាសិទ្ធិនៅក្នុងសេរីភាពនយោបាយប្រជាធិបតេយ្យហ្នឹងគឺងើបមួយវាយមួយគឺគាត់អត់សូវនិយាយទេកម្ពុជាបន្តចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើគ្រប់បញ្ហាចាំពាក្យនេះបងប្អូនណាគាត់បន្តចូលរួមជាមួយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគ្រប់បញ្ហាបានន័យថាបញ្ហាណាគឺបញ្ហាដែលលើកឡើងដោយអ្នករាយការណ៍ពិសេសនិងទន្ទឹងរង់ចាំនៅកិច្ចពិភាក្សាពេញលេញនិងប្រកបដោយស្ថាបនាអំពីស្ថានភាពនេះនៅក្នុងសម័យប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបងប្អូនរដ្ឋាភិបាលកម្ពុជាប្រកាសថានឹងចូលរួមពិភាក្សាគ្រប់បញ្ហាបានន័យថាទទួលស្គាល់ថាបញ្ហាដែលលើកឡើងរបស់លោក Thomas Andrew ពីរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរឿង scam online ទាំងជាង10ចំណុចហ្នឹងគឺកម្ពុជាយល់ព្រមទៅចូលខ្លួនពិភាក្សាដោយអត់មានជំទាស់មួយម៉ាត់កន្លែងណាទេរាល់ដងគឺជំទាស់គ្រប់ចំណុចថាលំអៀងថាគ្មានវិជ្ជាជីវៈថាកាន់ជើងគណៈបកប្រឆាំងថាមិនបានគ្រប់ជ្រុងជ្រោយម្ដងនេះគឺគាត់ថាទទួលយកគ្រប់បញ្ហានេះហើយដែលខ្ញុំប្រាប់ថាបងប្អូនឲ្យជាការសប្បាយចិត្តមួយដែរដែលថាកម្ពុជាព្រមទទួលគ្រប់បញ្ហាមិនដែលសោះដូចត្រូវឆ្នោតចឹងបងប្អូនហើយខ្ញុំសរសើររដ្ឋាភិបាលកម្ពុជាធ្វើតទៅទៀតតែនេះគ្រាន់តែជាការសន្យាថាព្រមចូលរួមពិភាក្សាគ្រប់ចំណុចទេតើចំណុចអីគេខ្លះដែលព្រមចូលពិភាក្សានៅពេលដែលអង្គការសហប្រជាជាតិស្ដាប់របាយការណ៍របស់លោក Thomas Andrews នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលខាងមុខនេះព្រោះរបាយការណ៍គាត់ដែលសរសេរឲ្យចេញសេចក្តីថ្លែងការណ៍គាត់នឹងយកទៅផ្សាយឬក៏បង្ហាញជូននៅក្នុងក្រុមប្រឹក្សាសន្តិសុខសំទោសសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលទេតែកម្ពុជាថាព្រមចូលរួមពិភាក្សាកម្ពុជាថាអញ្ចេះទៀតកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់បានន័យថាបដិញ្ញាបញ្ហាដែលនៅសេសសល់នោះគឺបញ្ហាដែលលើកឡើងដោយលោក Thomas Andrews នឹងទាំងអស់ដែលកើតចេញពីស្ថានភាពព្រំដែនផងដើម្បីមធ្យោបាយសន្តិភាពនិងការសន្ទនានិងការគោរពកិច្ចព្រមព្រៀងទ្វេភាគីអីចឹងទៅដើម្បីប្រយោជន៍ប្រជាពលរដ្ឋទាំងពីរប្រទេសនិងប្រជាពលរដ្ឋខ្មែរឥឡូវខ្ញុំនិយាយវិភាគអំពីហេតុអីបានជាកម្ពុជាអត់ប្រកែកមួយចំណុចហើយព្រមទទួលក៏ប៉ុន្តែមិនប្រាប់ថាទទួលចំណុចណាទេតើបងប្អូនខ្មែរប្រមាណអ្នកដឹងថាលោក Thomas Andrews និយាយចំណុចអីគេខ្លះក្រៅតែពីជនភៀសសឹកដែលរដ្ឋាភិបាលទូមស្គរម្ដងហើយម្ដងទៀតគ្រប់គ្រងចំណុចជនភៀសសឹកប៉ុន្តែអាចំណុចផ្សេងទៀតកាយកប់ត្រឡប់ជន់ប៉ុន្តែឥឡូវសុកចិត្តទទួលយកទាំងអស់គ្រប់ចំណុចអីគេខ្លះបងប្អូនខ្ញុំនិយាយត្រួសហើយសូមឲ្យបងប្អូនទៅស្ដាប់វីដេអូដែលខ្ញុំបកប្រែបញ្ចូលសំឡេងបកប្រែរយៈពេលកន្លះម៉ោងនៃខ្លឹមសារទាំងស្រុងរបស់លោក Thomas Andrews ដែលជាឯកសារប្រវត្តិសាស្ត្រមិនដែលមានទេដែលរៀបរាប់យ៉ាងលម្អិតហើយរដ្ឋាភិបាលអត់ជំទាស់រឿងនេះហើយដែលខ្ញុំគិតថាវាជាការផ្លាស់ប្ដូរមួយដែលគួរឲ្យមានក្តីសង្ឃឹមច្រើនបំផុតសម្រាប់អ្នកតស៊ូមតិហើយជាក្តីសង្ឃឹមហ្នឹងគឺយើងអត់មានក្តីសង្ឃឹមដោយអំពើហិង្សាអីទេគឺក្តីសង្ឃឹមដោយប្រើវិធីសន្តិវិធីនៅក្នុងការឲ្យរដ្ឋាភិបាលនិងអ្នករាយការណ៍ពិសេសនេះទទួលខុសត្រូវហើយប្រជាពលរដ្ឋទាំងអស់
ត្រូវតែយកឱកាសមាសនេះដើម្បីអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញច្បាប់ជាតិនិងច្បាប់អន្តរជាតិទៅតាមអ្វីដែលលោក Thomas Andrews ស្នើឲ្យរដ្ឋាភិបាលកែតម្រង់និងផ្លាស់ប្ដូរដោះស្រាយបញ្ហាជាងការដោះស្រាយនឹងនិយាយការពារឥឡូវចំណុចទី1បញ្ហាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាមូលដ្ឋានគឺសិទ្ធិសេរីភាពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយលោក Thomas Andrews និយាយច្រើនណាស់ពីរឿងសិទ្ធិសេរីភាពនិងសិទ្ធិនយោបាយលោកបានជួបលោកកម្មសុខាលោកបានជួបលោកកម្មសុខាលោកបានជួបលោករងឈុនហើយបុគ្គលទាំងពីរនាក់នេះគឺជាបុគ្គលដែលមានប្រជាប្រិយជាអ្នកនយោបាយឆ្នើមនៅប្រទេសកម្ពុជាដែលត្រូវគេដកហូតសិទ្ធិនយោបាយទាំងស្រុងដែលសិទ្ធិទាំងអស់នេះប៉ះពាល់ដល់ច្បាប់ជាតិរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិដែលកម្ពុជាចុះហត្ថលេខាព្រមទទួលអនុវត្តទៀតដែលលោក Thomas Andrews បានរកឃើញថាការដកហូតសិទ្ធិសេរីភាពរបស់លោករងឈុននិងលោកកម្មសុខានេះគឺវាផ្ទុយនឹងច្បាប់ជាតិផ្ទុយនឹងច្បាប់អន្តរជាតិហើយលោកបានលើកចំណុចនេះខ្លាំងចេះលោកបាននិយាយថាសុំឲ្យកម្ពុជាលោកនិយាយថាលោកយល់ស្របតាមអ្វីដែលលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាកម្ពុជាជួបលោកបដិញ្ញាថាប្រើប្រាស់យន្តការអន្តរជាតិគឺច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនខ្មែរថៃដោយសន្តិវិធីលោកថាលោកយល់ស្របត្រូវតែប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាអន្តរជាតិបែបនេះក៏ប៉ុន្តែលោកក៏បានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាអ្នកក៏ត្រូវតែអនុវត្តច្បាប់អន្តរជាតិនេះនៅក្នុងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅស្រុកខ្មែររបស់ខ្លួនឯងដែរក្នុងន័យនេះមានន័យថាយ៉ាងម៉េចបើយកច្បាប់អន្តរជាតិទៅដោះស្រាយបញ្ហាថៃដែលឈ្លានពានកម្ពុជាក៏ត្រូវយកច្បាប់អន្តរជាតិនេះមកដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរព្រោះកម្ពុជាជាម្ចាស់ហត្ថលេខីចុះសច្ចាប័ននៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែងទៀតថាកម្ពុជាទទួលស្គាល់ច្បាប់លិខិតតុបករអន្តរជាតិដែលជាលិខិតតុបករសិទ្ធិមនុស្សហ្នឹងចំនួន9សន្ធិសញ្ញានិងច្បាប់អន្តរជាតិរួមទាំងសិទ្ធិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សស្អីលក្ខនឹងលក្ខបានន័យថាកម្ពុជាជាប់កាតព្វកិច្ចច្បាប់អន្តរជាតិឥឡូវបាញ់និយាយរឿងរដ្ឋធម្មនុញ្ញកម្ពុជាទៅព្រោះយើងបំពេញគ្រប់យ៉ាងតែយើងឥឡូវចង់យកច្បាប់អន្តរជាតិទៅប្រើមួយថៃអញ្ចឹងបើគិតថាច្បាប់អន្តរជាតិនឹងមានប្រសិទ្ធភាពប្រើជាមួយថៃហេតុអីមិនឲ្យតម្លៃច្បាប់អន្តរជាតិនឹងយកមកប្រើដោះស្រាយបញ្ហានៅក្នុងប្រទេសខ្លួនឯងដែរនេះគឺជាសាររបស់លោក Thomas Andrews ហើយបងប្អូនត្រូវចាំបើរដ្ឋាភិបាលកំពុងតែប្រឈមមុខនឹងបញ្ហាធ្លាប់ដោះសារមានលេសអីច្រើនដល់ពេលឥឡូវគាត់អាចនឹងកុនដែរប៉ុន្តែមិនអីទេឲ្យគាត់ព្រមសន្យាថាដោះស្រាយគាត់ធ្វើចោះហ្នឹងចំណុចទី1តើចាំមើលរដ្ឋាភិបាលថានឹងដោះស្រាយគ្រប់ចំណុចហ្នឹងចំណុចមួយហ្នឹងចំណុចរឿងយកច្បាប់អន្តរជាតិយកមកប្រើក្នុងការផ្ដល់សិទ្ធិសេរីភាពឲ្យលោកកម្មសុខាផ្ដល់សិទ្ធិសេរីភាពឲ្យលោករងឈុនវិញកុំដកហូតសិទ្ធិនយោបាយតើរដ្ឋាភិបាលនឹងធ្វើពេលណាហើយបងប្អូនត្រូវចាំទី2លោកនិយាយអំពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិសិទ្ធិសេរីភាពនៅក្នុងការជួបប្រជុំសិទ្ធិសេរីភាពនៅក្នុងការប្រមូលផ្ដុំសិទ្ធិសេរីភាពនៅក្នុងការតវ៉ាដើម្បីយុត្តិធម៌សង្គមដោយសន្តិវិធីសិទ្ធិទាំងអស់នេះលោកថាត្រូវបានដកហូតដែរត្រូវបានរំលោភបំពានដែរហើយលោកគិតថាគ្មាននរណាម្នាក់ត្រូវបានគេចាប់ដាក់គុកដាក់ឃុំឃាំងដោយសារការបញ្ចេញមតិដើម្បីដោះស្រាយទំនាស់ផលប្រយោជន៍ដែលខ្លួនកំពុងរងការដែលរំលោភបំពានផលប្រយោជន៍ហ្នឹងហើយទៅតវ៉ាគឺមិនអាចទៅចាប់គេដាក់គុកនៅក្នុងស្ថានភាពបែបនេះអញ្ចឹងលោកសំដៅទៅលើអ្នកទោសមនសិការទាំងជាង100នាក់ដោយទាំងសកម្មជនបរិស្ថាននិងអ្នកកសែតឬក៏សហគមន៍ផ្សេងទៀតដែលគាត់គិតថារឿងនេះគឺគាត់មិនត្រូវជាប់គុកដោយសារតែការបញ្ចេញមតិទេព្រោះច្បាប់ចែងមកគឺឲ្យគាត់មានសិទ្ធិសេរីភាពហើយគាត់រកឃើញថានេះជាបញ្ហានៅប្រទេសកម្ពុជាចំណុចនេះក៏កម្ពុជាទទួលស្គាល់ដែរថាខ្លួនប្រព្រឹត្តខុសហើយបើពួកអីទទួលស្គាល់គ្រប់ចំណុចមិនបាននិយាយរៀបរាប់ចំណុចលម្អិតទេប៉ុន្តែលោក Thomas Andrews និយាយចំណុចទាំងអស់នេះហ្នឹងទី2ទី3លោកនិយាយអំពីរឿងការដែលប្រើយន្តការបង្ខំអ្នកទោសមនសិការឲ្យចេញលិខិតសុំទោសដើម្បីបានជាធ្នូក្នុងការរួចនៅក្រៅឃុំឬក៏រួចខ្លួនពីពន្ធនាគារសម្រាប់ជីវិតនយោបាយរបស់ពួកគាត់ដែលមិនអាចតស៊ូមតិបានចំណុចនេះក៏លោកនិយាយថាវាជារឿងរំលោភច្បាប់សិទ្ធិមនុស្សកម្ពុជាដែរព្រោះអីយើងទៅដាក់សម្ពាធឲ្យអ្នកទោសឬក៏អីចេញលិខិតសុំទោសអ្នកអត់មានលិខិតសុំទោសគឺនៅជាប់គុករហូតដល់ថ្ងៃចេញហ្មងតែបើសុំទោសបែរទៅជារួចខ្លួនជាធ្នូទៅនឹងការដែលរួចខ្លួនទៅវិញហើយអ្នកដែលត្រូវរងបង្ខំចិត្តគឺគាត់ចង់មិនចង់អ្នកខ្លះក៏លុះក្រោមការដាក់សម្ពាធខ្លាំងក៏ចេញលិខិតសុំទោសប៉ុន្តែសម្រាប់ជីវិតនយោបាយរបស់គាត់ដែលឲ្យការតស៊ូនយោបាយដើម្បីប្រយោជន៍សហគមន៍គាត់ធ្វើអត់កោតទៀតទេព្រោះទឹកមាត់គាត់សាបហើយ
ព្រោះការលើកមុនក៏តស៊ូដល់ពេលជាប់គុកគេបង្ខំឲ្យធ្វើលិខិតសុំទោសដល់ពេលព្រមសុំទោសទៅគឺបានន័យថាគាត់និយាយអីក៏លែងចេញទេព្រោះនិយាយលើកមុនបាតដៃខ្នងដៃគឺសម្លាប់ជីវិតនយោបាយការតស៊ូមតិលោក Thomas Andrew លើកឃើញពីចំណុចនេះឥឡូវរដ្ឋាភិបាលក៏ទទួលស្គាល់ថានឹងដោះស្រាយបញ្ហាហ្នឹងដែរអញ្ចឹងឃើញចំណុចហ្នឹងគឺរដ្ឋាភិបាលទទួលស្គាល់ហើយបើសិនជាថាទទួលលើកយកគ្រប់ចំណុចថាជាចំណុចរៀបរាប់មកដោយវិជ្ជមានបានន័យថាចំណុចហ្នឹងក៏រដ្ឋាភិបាលទទួលស្គាល់យកទៅពិភាក្សាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅពេលខាងមុខដែរអញ្ចឹងចាំមើលគាត់តែគាត់ដោះស្រាយយ៉ាងម៉េចពីរឿងអាការដែលបង្ខំគេឲ្យចេញលិខិតសុំទោសហ្នឹងហើយធ្វើឲ្យគ្នាដាច់ខ្យល់នយោបាយហ្នឹងលាក់ហើយយើងឃើញហើយបើអត់សុំទោសគឺដាក់គុកឯងតទៅដល់ណានៃអីចឹងទៅតែបើសុំទោសបែរទៅជារួចខ្លួនតើទោសព្រមត្តនហ្នឹងវាមានន័យយ៉ាងម៉េចដែលច្បាប់ហ្នឹងអនុវត្តទៅលើតែអ្នកដែលសុំទោសសុំអីហ្នឹងដើម្បីដាក់សម្ពាធអញ្ចឹងអាហ្នឹងទី3ទី4គាត់និយាយអំពីសិទ្ធិសេរីភាពគាត់និយាយអំពីតកតងនឹងការបោះឆ្នោតហ្នឹងគឺគាត់និយាយថាការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេគាត់មិនបាននិយាយត្រង់ពាក្យថាគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេគាត់និយាយថាបញ្ហាបោះឆ្នោតនៅកម្ពុជាប្រជាពលរដ្ឋអត់មានសិទ្ធិជ្រើសរើសមេដឹកនាំទៅតាមការចង់បានគណៈបកនយោបាយរបស់គាត់ដែលចង់បានទេព្រោះដោយសារតែអាការធ្វើទុកបុកម្នេញទៅលើគណៈបកប្រឆាំងគ្មានវត្តមានគណៈបកប្រឆាំងនៅក្នុងការបោះឆ្នោតអីចឹងអញ្ចឹងបានគាត់ថាត្រូវតែដោះស្រាយបញ្ហាបោះឆ្នោតនេះដើម្បីឲ្យប្រជាពលរដ្ឋមិនត្រូវរំលោភសិទ្ធិប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិហើយជ្រើសរើសមេដឹកនាំទៅការចង់បានរបស់គាត់គឺបានន័យថាអនុញ្ញាតឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ដែលប្រជាពលរដ្ឋចង់បានជាងការដែលរៀបចំតែឯកបកហើយទៅក្រុមខ្លួនហើយរំលាយគណៈបកគេចោលនេះក៏ជាសារសម្រាប់រដ្ឋាភិបាលកម្ពុជានិងអ្នកតស៊ូមតិឲ្យដឹងថាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមិនមែនមិនដឹងរឿងយើងទេរដ្ឋាភិបាលធ្វើអីក៏គេដឹងដែរហើយអង្គការសហប្រជាជាតិនេះណាគេធ្លាប់ចេញរបាយការណ៍គេមួយហើយគឺចាត់ទុកការបោះឆ្នោតនៅកម្ពុជានេះមិនមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេហើយឲ្យកែតម្រង់ទៀតគេមានវិធានការជាច្រើននេះដោយសារការតស៊ូមតិរបស់អង្គការមួយនៅស្រុកក្រៅនេះគឺអង្គការ Save Cambodia ដែលតស៊ូមតិរហូតដល់អង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍ចាត់ទុកការបោះឆ្នោតនឹងគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ហើយឲ្យកែតម្រង់ឥឡូវលោក Andrews លោក Thomas Andrews ក៏លើកឡើងពីបញ្ហាបោះឆ្នោតទាមទារឲ្យបងប្អូនចូលរួមបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានន័យថាម៉េចមានន័យថារដ្ឋាភិបាលក៏ទទួលស្គាល់ថាចំណុចនេះមានបញ្ហាដែរព្រោះគ្រប់ចំណុចគាត់លើកឡើងម៉ៅយកហ្មងគ្រប់ចំណុចដើម្បីយកទៅពិភាក្សាហើយថារបាយការណ៍ហ្នឹងមានភាពឯករាជ្យសុក្រិតត្រឹមត្រូវទៀតដូច្នេះបានន័យថាត្រឹមត្រូវហ្នឹងគឺរដ្ឋាភិបាលប្រព្រឹត្តខុសរឿងរំលោភសិទ្ធិមនុស្សបំផ្លាញគណៈបកប្រឆាំងវាជាឱកាសសម្រាប់ឲ្យបងប្អូនដែលគណៈបកប្រឆាំងហ្នឹងនៅក្នុងការយកអាសាទាំងអស់នេះយកទៅតស៊ូមតិប្រាប់ថាក្រែងថាចង់រៀបចំការបោះឆ្នោតឲ្យសេរីត្រឹមត្រូវកុំធ្វើទុកបុកម្នេញគណៈបកប្រឆាំងកុំររឿងគេកុំចាប់សកម្មជនគេដាក់គុកកុំរារាំងការលើកស្នាក់កុំទៅចោះថតរូបចូលប្រជុំកិច្ចប្រជុំបកអីលក្ខនឹងលក្ខវេទិកាសាធារណៈរបស់គេហើយអនុញ្ញាតឲ្យមេបករបស់គេមានសិទ្ធិធ្វើនយោបាយខ្ញុំជឿថាចំណុចដែលល្អបំផុតគឺត្រូវតែលើកលែងទោសមន្ត្រីបកប្រឆាំងគណៈបកសង្គ្រោះជាតិទាំងអស់ដែលធ្លាប់ជាប់ទោសដោយទាំងលោកសំរងស៊ីអ្នកស្រីមូសុខួរលោកឡុងរីលោកអេងឆៃអៀងលោកហូវ៉ាន់លោកនុតរំដួលនិងមនុស្សមកកណក៏ដឹកទៀតដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីផ្ដន់ទាទោសគេដែលទាំងអយុត្តិធម៌នោះឲ្យអ្នកទាំងអស់នោះមានសេរីភាពចូលមកស្រុកខ្មែរវិញមកបើសិនជាយើងចិត្តសឿងក្លាហាននៅក្នុងការថាចង់ដោះស្រាយតស៊ូមតិឲ្យប្រព័ន្ធនេះវាមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ហើយលើកលែងទោសលោកកម្មសខាឬអីហ្នឹងលោករងឈុនអីហ្នឹងចង់និយាយថាផ្ដល់សិទ្ធិនយោបាយឲ្យគាត់វិញទាំងអស់មកទី4ទី5អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនិយាយអំពីបញ្ហាឆបោកអនឡាញនេះគឺគាត់និយាយទទួលស្គាល់ថាកម្ពុជាខំប្រឹងដែរដល់ពេលហើយក៏ប៉ុន្តែគាត់សួរថាតើហេតុអីមិនចាប់មេដឹកនាំក្រាក់ដែលនៅពីក្រោយខ្នងហ្នឹងទាំងអុកញ៉ាមហាមន្ត្រីនិងអ្នកនយោបាយហេតុអីបានចាប់បានតែកពឹសហើយក៏ភ្លៀងជាសំណួរដែលគាត់សួរទៅមេដឹកនាំខ្មែរឥឡូវមេដឹកនាំខ្មែរក៏ថានឹងយកបញ្ហាហ្នឹងទៅពិនិត្យដែរហើយឥឡូវសំនឹង FBI ថានឹងចាប់កបួចដល់កាហែងណាទៀតវាជាឱកាសដែលប្រជាពលរដ្ឋចាំមើលតើរដ្ឋាភិបាលនឹងចាត់ការអង្គការមហាមន្ត្រីដែលមាននៅក្នុងបញ្ជីខ្មៅទៅតាមអ្វីដែលលោកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងលើកឡើងដែរឬទេចំណុចទី6តកតងនឹងសិទ្ធិសេរីភាពរបស់សហជីពលោកក៏រកឃើញថាសហជីពនៅកម្ពុជាអត់មានសិទ្ធិសេរីភាពនៅក្នុងការដែលតំណាងដោយឯករាជ្យរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាសុខទុក្ខរបស់កម្មករទេដោយសារតែអាជ្ញាធរធ្វើទុកបុកម្នេញអាជ្ញាធរជួនកាលមិនរកវិធានការដោះស្រាយចេះតែដោះសាររកការពារអីចឹងទៅ
แตะตองหนึ่งเรื่องชวนการนิติวิธีหาวเตอดักหยัดดักไอเตอยกเตอมือฉบับเลยจังเตอเอาแต่ประกบcáchแต่ดอกเปลยนการดอกสายปัญหาจิตตุเตออัดเปได้เมียนปัญหาไอจุดเฟือเอาแต่เมียนเองจังเตอโดยใช้ลูกก็เอาดักสายปัญหาสุดสายพิบหรือภาษาจีบกรรมก็นั่งได้เชิญที่ได้บางคนยิงอ๋อคุณสไลด์ปันดังไงก่อนทานนี่คือจุดนัดได้รัฐบาลพร้อมแต่ตัวสกอลให้บางคนถือยกวิจิโอกาสเมียดำไปต่อสู้มาเตะให้สมัยตัวมือวิดีโอนั่งหลังวิ่งในขนม Facebook หรือบอกยำได้ยำบังฮอจูนนี่หายเฉลี่ยการนี่ยำสมทลายมาคนอย่างเชื่อได้บองดอลบองพระองค์ต่างออกนี่ได้กำปงตามการใส่กาบตัวใส่ตัวระบอกยำนี้ให้บานพญาจีประทับิกาบริจาดำไปช่วยบางไอมเลี้ยงหมดนี่รอลเปลชมเคยบองพระองค์เมียน$5เมียน$2เมียน$3ไอ้แต่ตามสถิระบองพระองค์ให้เป็นเด็กชมกำปงใส่นี่นะเป็นเด็กบองพระองค์พญาประตามประปอน YouTube ได้เกี่ยวกับ Super Thank you ในขังคอมนี่คือขยมบานตัวประนี่ดำใบยกมอกติงติดดงให้หนึ่งชูงเอาให้หนึ่งสกอร์ไอ้ยมบัตรบางไอมเลี้ยงหมดบอกขยมบรรทอตัวเตี้ยบรรทายบองโปนเหมือนจิกาดะสัมปิดได้ไอ้บองโปนผู้พิจารณานี่ตามสถิติจิตรล้าระบบบองโปนนี่คือจิการเลือกตัดจัดมวยดอลการคอมปรองปลายได้เหมือนรบประกำไรระบบขยมขนมประปอนนี้ได้ไปเลยประต่อแต่เตี้ยบางคนพอดำเนินทีปีคือพลรัฐขมายกำปงจุ่มขึ้นต่อว่ามกระทรวงการบริหารอเมริกสนาสมจารจำนวนมองเนี่ยคือเนี่ยกำปงอับไซต์ตัวเนี่ยคือในไอกระทรวงการบริหารอเมริกในรัฐนิวอชิงตันไหนเนาะคือประชาชนขมายมองไปกรุ๊ปตีในสหรัฐอเมริกกำปงแต่โชว์สไลต์ต่อว่าในมกระทรวงการบริหารมีจารจำนวนนะចំណុចទី1បើតាមអ្នកដែលដឹកនាំការតវ៉ាដូចមានលោកផនផាណាអីនៅក្នុងនោះដែរមានអ្នកស្រីមូសុខហួរតំណាងឲ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យមានលោកស្រីទឹកខំហ៊ុនដែលតំណាងឲ្យរដ្ឋាភិបាលក្រៅប្រទេសនិងតំណាងប្រជាពលរដ្ឋខ្មែរច្រើនណាស់ពីរដ្ឋផ្សេងទៀតមានបដាមានអីអ្នកខ្លះធ្វើដល់ក្តារមឈូសទៀតហ៎ក្តារមឈូសហ្នឹងក៏ដាក់រូបអុកញ៉ាមហាមន្ត្រីនៅស្រុកខ្មែរដែលឆបោកអនឡាញហ្នឹងតែទាមទារឲ្យក្រសួងការបរទេសចាត់ការចាប់មនុស្សទាំងអស់នេះបញ្ជូនយកមកកាត់ទោសនៅអាមេរិកអីចឹងទៅបាទអញ្ចឹងសាររបស់គាត់ចង់តវ៉ាថ្ងៃនេះហ្នឹងគឺទី1គាត់ចង់អរគុណក្រសួងការបរទេសឬសហរដ្ឋអាមេរិកដែលជួយចាត់ការបញ្ហាឆបោកអនឡាញនៅកម្ពុជាបើគុំតែមានសហរដ្ឋអាមេរិកនេះណាគុំតែមានជនរងគ្រោះដែលជាជនជាតិអាមេរិកតាក់ទងនឹងការឆបោកនៅកម្ពុជាគុំតែអាមេរិកកោតទោសឬក៏ដាក់លោក Gen Z និងមនុស្សមកកណ្ដោទៀតនៅក្នុងបញ្ជីខ្មៅបង្កក់ទ្រព្យសម្បត្តិនិងចេញទៅការចោទប្រកាន់អីទេគុំអីអត់មានរឿងនេះកើតឡើងនៅកម្ពុជាទេអញ្ចឹងហើយបានជាក្រុមពលរដ្ឋខ្មែរហ្នឹងទៅអរគុណក្រសួងការបរទេសអាមេរិកដែលជួយចាត់ការជំនួសកម្ពុជាតាក់ទងនឹងរឿង scam online នេះយ៉ាងហោចណាស់ក៏ឲ្យពិភពលោកបានដឹងដែរថាវាមិនក៏ក្រៅដូចលើកមុនទេគ្រាន់តែថាវិជាការស្រាតខោរដ្ឋាភិបាលដែរតែ30-40ឆ្នាំអត់មានយន្តការណាដើម្បីកម្ចាត់បានស្រាប់តពេលទឹកដល់ច្រមុះបានធ្វើតែយ៉ាងណាគាត់បានធ្វើដែរយើងកោតសរសើរដែរតែគាត់ខំប្រឹងធ្វើណារដ្ឋាភិបាលកម្ពុជាក៏ខំប្រឹងធ្វើដែរគឺបិទកន្លែងឆបោកអនឡាញហ្នឹងគឺច្រើនរាប់រយកន្លែងបណ្ដេញមនុស្សចេញទៅក្រៅរាប់សែនអ្នកហើយចាប់បញ្ជូនហ្នឹងបង្ខំផងដោយស្ម័គ្រចិត្តផងហ្នឹងជិត3សែនអ្នកហើយកំពុងដំណើរការក្តីហ្នឹងគឺ3000អ្នកតែអត់មានត្រីធំមួយទេសុទ្ធតែកញ្ចោះក៏ភ្លៀងហើយហ្នឹងក៏ពឹសកូនក្អុកហ្នឹងទៅយកទៅធ្វើអាស្អីគេត្រីកប់ហ្នឹងទៅបើសិនឲ្យមានសាច់ស្អីផ្ទុកឆ្ដោអីត្រីរស់អីអត់ទេព្រោះអីអ្នកទាំងអស់នោះនៅតែរួចខ្លួនទាំងអស់នៅក្នុងបញ្ជីខ្មៅអាមេរិកហ្នឹងអញ្ចឹងបាទបងប្អូនទាំងអស់នេះគាត់ទៅធ្វើក្តារមឈូសហើយដាក់រូបលោកអុកញ៉ាមហាមន្ត្រីមានត្រីភាពមានហ៊ុនតូមានអុកញ៉ាលីយ៉ុងផាត់មានកុកអានមានចិនស៊ីអីហ្នឹងទាំងអស់ហ្នឹងគឺទៀមទាឲ្យយកអ្នកទាំងអស់នោះមកផ្ដន់ទាទោសឬក៏យកមកកាត់ទោសនៅតុលាការអាមេរិកហ្មងទៅដើម្បីបានទុកចិត្តអីចឹងអញ្ចឹងទៀមទាឲ្យអាមេរិកដោះស្រាយរឿងហ្នឹងឲ្យខាងតែបានឲ្យចាប់មន្ត្រីទាំងអស់នោះហើយមួយទៀតគឺគាត់កំពុងតែផ្ញើសារជាទូទៅជាការតវ៉ាអំពីការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាដែរអញ្ចឹងក្រមប្រជាពលរដ្ឋខ្មែរគឺនៅតែចាត់ទុកថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយទាមទារឲ្យរដ្ឋាភិបាលកម្ពុជានឹងដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អត់នៅបងអង្គយូរទៀតទេព្រោះអីថៃគេឈ្លានពានយើងជាម្ចាស់ផ្ទះជាជនរងគ្រោះយើងត្រូវដាក់ពាក្យប្តឹងអីចឹងទៅបាទតែតើតើរឿងបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺខាង
តឡាការខាងរដ្ឋាភិបាលក្រៅប្រទេសនេះគឺត្រូវបានរដ្ឋអាជ្ញាគេកោះហៅឲ្យចូលទៅដាក់ឯកសារបន្ថែមឬក៏បំភ្លឺបន្ថែមដែលលោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសនេះគាត់បានត្រៀមដូសជេមួយវ៉ាលីធំទៅហើយគឺវិចទៅដើម្បីយកទៅបំភ្លឺគេនៅចុងខែនេះឯងបាទចុងខែសីហានេះឯងបាទអញ្ចឹងការតវ៉ារបស់គាត់គ្រោងធ្វើរហូតដល់ទៅម៉ោង3-4 រសៀលនៅរដ្ឋធានី Washington បាននៅចិត្តភ្លឺនៅស្រុកខ្មែរเนาะដូច្នេះលទ្ធផលយ៉ាងណាខ្ញុំនឹងបង្ហាញជូនបងប្អូនទៀតប៉ុន្តែក្នុងពេលជាមួយគ្នានេះយើងគួរឲ្យកោតសរសើរអង្គការ Save Cambodia ដែរបងប្អូនត្រូវចាំថាអង្គការ Save Cambodia គឺជួបជាមួយនឹងក្រសួងការបរទេសថ្ងៃនេះវាជារឿងគាប់ជួនទេដែលមានបាតកម្មនឹងមកហើយស្រាប់តែអង្គការ Save Cambodia បានជួបជាមួយក្រសួងការបរទេសដែលចោះទៅជួបនឹងគឺតាក់ទងនឹងរឿង scam តាក់ទងនឹងរឿងពាណិជ្ជកម្មតាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាយើងមានភ័ព្វវាសនាដែរបងប្អូនប្រជាពលរដ្ឋខ្មែរយើងណាដែលមានអង្គការ Save Cambodia មួយមានហើយអង្គការស្ថាប័នគណៈបកប្រឆាំងមានអីខ្មែរយើងសហគមន៍នៅក្រៅប្រទេសនឹងចេះតែជួយគ្នាគ្រប់ច្រកល្ហកហ្នឹងគឺផ្សំគ្នាប៉ុន្តែអង្គការ Save Cambodia នេះដោយសារតែគាត់មានឋានៈជាអ្នកពិគ្រោះយោបល់កម្រិតអង្គការសហជីវជាតិដែលក្រសួងការបរទេសទុកចិត្តខ្លាំងបំផុតនៅក្នុងការតំណាងឲ្យសម្លេងប្រជាពលរដ្ឋខ្មែរទាំង18លាននាក់នោះណាដូចអញ្ចឹងទៅបានជាគេជួបតុកមូលផងអីផងសហគមន៍អឺរ៉ុបក៏ជួបតំណាងអញ្ចឹងថ្ងៃនេះគឺកញ្ញាសិនទេវីគាត់ចូលជួបក្រសួងការបរទេសដើម្បីរាយការណ៍បន្ថែមព្រោះក្រសួងការបរទេសអាមេរិកហ្នឹងគឺតែងតែស្នើសុំយោបល់ពីអង្គការសង្គមស៊ីវិលដ៏គួរឲ្យទុកចិត្តមួយនេះដើម្បីថាតើគេដាក់ទណ្ឌកម្មអីដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអធិបតេយ្យបញ្ហាសិទ្ធិមនុស្សបញ្ហាឆបបោកអនឡាញលក្ខហ្នឹងគឺដោយសារអង្គការ Save Cambodia គឺតំណាងឲ្យសម្លេងប្រជាពលរដ្ឋជាច្រើនដែលផ្ញើឯកសារផ្ញើអីអញ្ចឹងលទ្ធផលយ៉ាងណានោះខ្ញុំនឹងសម្ភាសគាត់នៅពេលដែលគាត់ចេញពីជួបមន្ត្រីការបរទេសក្រសួងការបរទេសនៅថ្ងៃនេះបាទហើយបើសិនជាមិនបានសម្ភាសគាត់តាន់ខ្ញុំនឹងយកព័ត៌មាននេះទុកសម្រាប់នៅថ្ងៃ25ចុងខែដែលជាថ្ងៃដែលខ្ញុំសម្ភាសកញ្ញាសិនទេវីនាយិកាអង្គការ Save Cambodia ប្រចាំខែតកតងនឹងការវិវត្តនៃអង្គការនេះបងប្អូនខ្ញុំផ្ដល់វេទិកាឲ្យអង្គការ Save Cambodia នេះគឺជាការផ្ដល់វេទិកាដោយស្ម័គ្រចិត្តដោយចង់ជួយជាសម្លេងឲ្យបងប្អូនសហគមន៍ខ្មែរបានដឹងថាតើអង្គការនេះខំប្រឹងធ្វើអីគេខ្លះហើយបងប្អូនគួរជួយអង្គការនេះយ៉ាងម៉េចខ្លះព្រោះគាត់ខំប្រឹងជួយយើងដែរជួយប្រជាពលរដ្ឋខ្មែរឲ្យអត់មានប្រាក់ខែទេគាត់ធ្វើដោយស្ម័គ្រចិត្តអញ្ចឹងហើយបានខ្ញុំចិត្តតែលើកទឹកចិត្តថាកុំស្ដាយអារឿងស្រោមសបុតរឿងស្អីហ្នឹង$10 $20អីហ្នឹងជួយគ្នាទៅបរិច្ចាគទៅកាហ្វេមួយកែវទេបងប្អូនត្រូវគិតថាការងារជាតិមួយការងារធំណាស់សម្រាប់ប្រទេសកម្ពុជាដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យបងប្អូនចំណាយកាហ្វេមួយកែវកាទៀវមួយចានដើម្បីជួយបរិច្ចាគដល់អង្គការនេះឲ្យគាត់ធ្វើការដោយស្ម័គ្រចិត្តអត់មានលុយត្រូវជិះយន្តហោះទៅធ្វើដំណើរទៅជួបមន្ត្រីនេះមន្ត្រីនោះអីលក្ខនឹងធ្វើកិច្ចការងាររាល់ថ្ងៃដូច្នេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងនៅអាមេរិកនៅកាណាដានៅអូស្ត្រាលីនៅប្រទេសណាក៏ដោយដែលឈឺឆ្អាលនឹងកិច្ចការប្រទេសជាតិប៉ុន្តែបងប្អូនមិនអាចចូលរួមបាតកម្មមិនអាចចុះទៅប្រទេសកម្ពុជាបានមិនអាចធ្វើអីបានតែបងប្អូនមានសមានចិត្តចង់ជួយពួកគាត់បរិច្ចាគទៅហើយកុំទៅស្ដាប់ពួកអាមីអាថោងពួក MMO ដែលស្អប់ណាស់អាស្រោមសបុតហ្នឹងគឺពួកអស់នេះស្អប់ហ្មងបងប្អូនស្អប់ស្រោមសបុតដោយសារអីខ្លាចអង្គការទាំងអស់នេះខ្លាចអ្នកតស៊ូមតិហ្នឹងមានដង្ហើមបងប្អូនត្រូវចាំថារបបផ្ដាច់ការខ្លាចណាស់ទីភ្លឺគាត់ស្រឡាញ់តែទីងងឹតទេហើយបងប្អូនទាំងអស់គ្នាហ្នឹងអ្នកឲ្យស្រោមសម្បត្តិម្នាក់$10 $20គឺបងប្អូនចុចពិលចុចភ្លើងឲ្យភ្លឺចំមុខពួកទាំងអស់នោះដល់ចឹងគ្នាខ្លាចដូចប្រែតនរោអវជ័យចឹងខ្លាចទីភ្លឺណាបងប្អូនដល់ពេលបងប្អូនជួយជាស្រោមសម្បត្តិជួយជាអីពួកអស់នេះភ័យណាស់ភ័យព្រោះអីខ្លាចអាភិបនរោអវជ័យរបស់គាត់នឹងវាលលាយខ្សលតែភ្លឺកាន់តែខ្លាំងភ្លើងកាន់តែស្គលគឺភាពនរោអវជ័យងងឹតអន្តការនឹងវាលលាយបន្តិចម្ដងដោយស្វ័យប្រវត្តិអញ្ចឹងពួកងងឹតពួកអន្តការអសូរកាយអសេរពឹសអស់នេះគាត់ភ័យហ្នឹងគឺគាត់ឡើងមកខំមកញ៉ាំយើងគ្រប់គ្នាអ្នកណាឲ្យស្រោមសបុតហ្នឹងគឺខ្លាចយើងនឹងបានលុយហ្នឹងយកមកបន្តបេសកកម្មដើម្បីឲ្យភ្លើងភ្លឺដល់ប្រជាពលរដ្ឋទាំង18លានអញ្ចឹងគាត់ភ័យគាត់ចង់ពលុតភ្លើងពលឹកស្រុកខ្មែរហ្នឹងឲ្យងងឹតឈឹងណា